ភេទដែលមានភាពបែងដូចគ្នាអត់ពិបាកទេដោយអ្នកទាំងអស់គ្នាគ្រាន់តែយកភាគយកបូកនឹងភាគយករីឯភាគបែងរក្សាទុកនៅដដែលហើយបើសិនជាចម្លើយនៃប្រភេទអាចសម្រួលបានគឺយើងសម្រួលការសម្រួលប្រភេទគឺមានន័យថាយកភាគយកនិងភាគបែងចែកទៅនឹងចំនួនណាមួយដែលដូចគ្នាថ្ងៃនេះដែរខ្ញុំមាន6លំហាត់យកមកបកស្រាយជូនអ្នកទាំងអស់គ្នាលំហាត់ទី1យើងមានប្រភេទ3ភាគ7បូកឲ្យ1ភាគ7ចឹងប្រភេទទាំងពីរនេះគឺមានភាគបែង7ដូចគ្នាដោយគ្រាន់តែយកភាគយកបូកឲ្យភាគយក3បូក1ស្មើ4ភាគបែង7យើងរក្សាទុកនៅដដែលចម្លើយរបស់យើងគឺ4ភាគ7ប្រភេទ4ភាគ7យើងមិនអាចសម្រួលបានទេដោយសារតែ4និង7មិនអាចចែកដាច់នឹងចំនួនណាមួយដែលដូចគ្នាចូលមកដល់លំហាត់ទី2របស់យើង3ភាគ10បូកឲ្យ4ភាគ10យើងយកភាគយកបូកនឹងភាគយក3បូក4ស្មើនឹង7ភាគបែង10យើងរក្សាទុកនៅដដែលចម្លើយរបស់យើងគឺ7ភាគ10 7ភាគ10ក៏ជាប្រភេទដែលមិនអាចសម្រួលបានដូចគ្នាយើងមិនអាចយក7និង10ទៅចែកនឹងចំនួនណាមួយដែលដូចគ្នាបានទេចូលមកដល់លំហាត់ទី3 11ភាគ15បូកឲ្យ1ភាគ15 11បូកឲ្យ1ស្មើនឹង12រីឯភាគបែង15យើងរក្សាទុកនៅដដែលប្រភេទ12ភាគ15យើងអាចសម្រួលបានដោយសម្រួលនឹង3ដូចគ្នាដោយ12ក៏ចែកដាច់នឹង3រីឯ15ក៏ចែកដាច់នឹង3 12ចែកនឹង3បាន4 15ចែកនឹង3បាន5នៅពេលដែលយើងសម្រួលហើយយើងបានប្រភេទថ្មីគឺ4ភាគ5ចូលមកដល់លំហាត់ទី4ដូចគ្នាដែរយើងយកភាគយកបូកនឹងភាគយករីឯភាគបែងរក្សាទុកនៅដដែល6បូកឲ្យ11ស្មើនឹង17ភាគបែង18រក្សាទុកនៅដដែលប្រភេទ17ភាគ18ក៏មិនអាចសម្រួលបានដែរចូលមកដល់លំហាត់ទី5 20ភាគ45បូកឲ្យ2ភាគ45 20បូក2ស្មើនឹង22ភាគបែង45យើងទុកនៅដដែលប្រភេទ22ភាគ45ក៏មិនអាចសម្រួលបានដែរចូលមកដល់លំហាត់ចុងក្រោយ10ភាគ20បូកឲ្យ6ភាគ20 10បូក6ស្មើនឹង16ភាគបែង20យើងរក្សាទុកនៅដដែលប្រភេទ16ភាគ20យើងអាចសម្រួលបានដោយសម្រួលនឹង4 16ក៏ចែកដាច់នឹង4រីឯ20ក៏ចែកដាច់នឹង4 16ចែកនឹង4ស្មើ4 20ចែកនឹង4ស្មើ5អញ្ចឹងយើងបានប្រភេទថ្មីគឺ4ភាគ5បើសិនជាចូលចិត្តវីដេអូនេះសូមជួយ like comment ក៏ដូចជា subscribe វីដេអូដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត